ឡើយចត្រាត្រូវផ្លាស់ប្ដូរដៃគូភ្លាមជួបជាមួយម្នាក់នេះវិញព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official អ្នកលេងប្រអប់ឆ្វេងឡើយចត្រាត្រូវផ្លាស់ប្ដូរដៃគូភ្លាមដោយហេតុថាកីឡាករអាមេរិករ៉ូបឺតូមានបញ្ហាវីសាដូច្នេះការប្រកួតរវាងឡើយចត្រានិងរ៉ូបឺតូត្រូវបានខកខានជំនួសវិញដោយជើងខ្លាំងកម្ពស់ខ្ពស់របស់អាមេរិកគឺអ៊ីវ៉ាន់បូតុនបងប្អូនប្រកាសជាស្គាល់ម្នាក់នេះហើយគេមិនទាន់ស្គាល់ពីថាចាញ់កីឡាករគុនខ្មែរយើងនៅឡើយនោះទេគូបញ្ជាក់ផងដែរថាកាលពីថ្ងៃទី28ខែមីនាកន្លងទៅនេះអ៊ីវ៉ាន់បូតូនបានយកឈ្នះសំវិឆ័យដោយពិន្ទុនៅក្នុងទឹកដីកម្ពុជាដោយឡែកនៅថ្ងៃទី13ខែមេសាកន្លងទៅដូចគ្នាគេបានយកឈ្នះមេធីមរឿងសុភ័ណ្ឌដោយពិន្ទុនៅលើទឹកដីសហរដ្ឋអាមេរិកក្នុងនាមជាអ្នកជំនួសជាលើកទី2តើអ៊ីវ៉ាន់បូតូនអាចយកឈ្នះជើងខ្លាំងគុនខ្មែរអ្នកលេងប្រអប់ឆ្វេងឡើយចត្រាបានដែរទេសរុបជារួមមកកីឡាករកីឡាការិនីទាំង5រូបរួមមានឡើយចត្រាឡើយចន្ទ្រាលនបញ្ញាពេជ្រសម្បត្តិនិងអេយ៉ានុតត្រូវប្រកួតលើទឹកដីសហរដ្ឋអាមេរិកទីក្រុងតាកូម៉ារដ្ឋវ៉ាស៊ីនតោននាថ្ងៃទី1ខែមិថុនាវេលាម៉ោង7ព្រឹកម៉ោងនៅកម្ពុជាអញ្ចឹងបងប្អូនយើងកុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នាសូមអរគុណ